សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះវិលមកជួបខ្ញុំជាមួយនឹងវីដេអូនៃការកាត់សក់បន្តទៀតក៏ប៉ុន្តែសូមរំខានបងប្អូនជួយចុច Subscribe ឲ្យ Channel ខ្ញុំមួយផងដោយសារតែមានបងប្អូនគាត់មើលច្រើនដែរក៏ប៉ុន្តែអត់សូវមានការជួយចុច Subscribe ខ្ញុំសោះអញ្ចឹងណាបងប្អូនChannel ខ្ញុំទំតែទទួលបាន200 Subscribe អញ្ចឹងវាចំនួនតិចមែនតើបើប្រៀបជាមួយនឹងអ្នកមើលណាអញ្ចឹងអរគុណច្រើនដល់បងប្អូនដែលគាត់បានចុច Subscribe Channel ខ្ញុំហើយថ្ងៃនេះគឺខ្ញុំមានម៉ូតសក់ថ្មីដើម្បីចែកម្លែកដល់បងប្អូនវាមិនមែនជាម៉ូតថ្មីអីទេប៉ុន្តែគាត់ថាតិចនិចខ្ញុំនឹងបញ្យល់ប្រាប់បងប្អូនឲ្យបានក្បោះក្បាយដើម្បីបងប្អូនបានយល់ហើយវាជាម៉ូតដដែលទេគឺម៉ូតបែបឡុងសុងម៉ូតប្រភេទឡុងសុងកដាលណាបងប្អូនឡុងសុងដែលឈូសពាក់កដាលខ្ញុំហៅថាជាឡុងសុងកដាលទៅចុះហើយសម្រាប់គាត់ជាយុវវ័យអញ្ចឹងខ្ញុំអត់កាត់របៀបជាមនុស្សបែបវ័យចំណាស់ទេខ្ញុំកាត់ឲ្យវារៀងបែបស្រាលបែបស្ដើងសបន្តិចណាបងប្អូនអញ្ចឹងយើងចូលមកដល់ការកាត់សក់របស់យើងជាទម្លាប់របស់ខ្ញុំដែលខ្ញុំធ្លាប់តែប្រាប់បងប្អូនគឺយើងដាវណាយើងស្រឡាញ់កពស់ណាមិនមែនយើងទៅដាវយកកពស់នឹងទេណាបងប្អូនគឺថាយើងដាវឲ្យក្រោមនឹងបន្តិចដើម្បីឲ្យយើងមានអេឡង់នៅក្នុងការកាត់ឲ្យឡើងទៅខាងលើទៅយកកពស់ដែលយើងចង់បានហើយនេះគឺយើងដាវវាសិនដែលស្នាមដាវរបស់យើងគឺដាវមកជុំក្បាលនឹងប៉ុន្តែខ្ញុំបង្ហាញបងប្អូនតែមកចំហៀងរហូតដល់ក្រោយសិនទេបន្ទាប់មកទៀតបងប្អូនយកត្រង់ The X7 នេះត្រង់ The X7 ណាបងប្អូនណាដែលអត់ស្គាល់ឈ្មោះវាគឺហៅវាថា X7 ទៅដោយសារវាជាឈ្មោះរបស់វាយើងធ្វើការបបោះមកដោយសារតែខ្ញុំស្រឡាញ់នៅកពស់សក់កពស់នឹងខ្ញុំចង់កាត់ឲ្យគាត់កពស់នឹងអញ្ចឹងខ្ញុំចាប់ផ្ដើមថយថ្មិញឲ្យរាងខ្ពស់រួចហើយខ្ញុំចាប់ផ្ដើមឆ្កឹះពីកន្លែងដែលខ្ញុំដាវហ្នឹងសំដៅទៅខាងលើប្រវែងកពស់ឡើងទៅលើប្រហែលជាពាក់កដាលនៃចាំងក្បាលផ្នែកចំហៀងរបស់គាត់ណាបងប្អូនដែលខ្ញុំឈូសយករាងស្ដើងតិចអត់យករាងខ្មៅព្រាលពេកទេគឺយករាងសរាងស្គុះមិនតិចដែរណាបងប្អូនអ្នកខ្លះក៏គេហៅវាថា mode mid taper ទៅឬអត់ច្រឡំសុំទោសបងប្អូនmode mid fade មិនមែន mid taper ទេសុំទោសបងប្អូនប៉ុន្តែដោយសារតែខ្ញុំអត់យកគាត់បែបសស្គុះខ្លាំងអញ្ចឹងខ្ញុំហៅវាថាជាឡុងសុងទៅដោយសារតែខ្មែរយើងការហៅថាម៉ូតឡុងសុងគឺគេស្គាល់ច្រើនជាងទាំងចាស់ទាំងក្មេងក៏ស្គាល់តែម៉ូតឡុងសុងតែបើហៅថាជាម៉ូតmid fade low fade high fade ហ្នឹងក៏អត់ដឹងថាជាម៉ូតអីទេអញ្ចឹងចូលដល់ជំហានបន្តមកទៀតគឺចាប់ផ្ដើមចូលមកដល់ការតែងនៅរូបរាងការតែងនេះគឺយើងស្រឡាញ់បែបកោងបងប្អូនត្រូវតែងវាបន្តិចហើយស្និតរបស់យើងគឺកាច់កោងទៅតាមរាងដែលយើងស្រឡាញ់មកបើយើងដាក់ស្និតស្មើគឺយើងនឹងបានរូបរាងស្មើតែបើយើងបដិញស៊ីម្ដងតិចទៅតាមរាងកោងចេះវានឹងចេញរាងកោងហើយបងប្អូនការធ្វើបែបហ្នឹងវាធ្វើឲ្យលិចចេញនៅស្នាមកាត់ហ្នឹងគឺវាមើលទៅវាមានបន្ទាត់ណាបងប្អូនមានបន្ទាត់មានស៊ុំរបស់វាស្អាតមកវាដូចជារូបថតរបស់យើងដែលដាក់ស៊ុំត្រឹមត្រូវអញ្ចឹងរូបថតហ្នឹងវាជ្រុងហើយក៏ប៉ុន្តែជុំវិញជ្រុងរូបថតហ្នឹងគឺវាមានស៊ុំវាមានលំអក្បាច់ទៀតយើងមើលគឺឃើញស្អាតប៉និតម៉ូតសក់ក៏ដូចគ្នាបងប្អូនយើងមិនមែនគ្រាន់តែឈូសវាឲ្យមានរាងជាស្នាមឈូសហើយដល់ពេលអាស្នាមខាងលើនៅក្លុកក្លាក់អត់ស្អាតណាបងប្អូនវាអត់ស្មើគ្នាវាអត់រំលេចចេញជារូបរាងកោងឬក៏ស្មើវាអត់ច្បាស់វាចេញតែរូបរាងថ្មិញណាអញ្ចឹងក៏អត់ស្អាតដែរអញ្ចឹងយើងចាប់ផ្ដើមបន្តមកទៀតចូលមកដល់ជើងសក់ម្ដងត្រង់ចំណុចជើងសក់នេះគឺយើងអត់និយាយអីទេគឺយើងឈូសវាឲ្យស្ដើងបដ ாய் ណាបងប្អូនឈូសវាឲ្យស្ដើងបន្តមកទៀតយើងយកកែងត្រង់ដើបើយើងដើរឈូសកន្លែងណាដែលនៅខ្មៅព្រាលល្ងិតអីហ្នឹងយើងលេងវាតិចមកហើយនៅក្នុងកលៈស្លឹកត្រចៀកនេះវាអាចនឹងមានសក់អញ្ចឹងយើងកោសវាឲ្យវាស្អាតក
ុំឲ្យវាមានវែងខ្លីខ្មៅដប់អីចឹងទៅម៉ូតនេះអត់មានអីជាម៉ូតប្លែកទេបងប្អូនគឺជាម៉ូតឡុងសុងយើងធម្មតាទេមិនមែនជាម៉ូត style មិនមែនជាម៉ូតបែបទាន់សម័យអីទេហើយភ្ញៀវទៀតសោតគាត់មិនមែនឲ្យកាត់ម៉ូតហ្នឹងទេធាតពិតគាត់ឲ្យគាត់ចង់ទុកម៉ូត mulet ក៏ប៉ុន្តែដោយសារតែយើងលក្ខណៈថាយើងកាត់រួចហើយយើងដៅរួចហើយបានគាត់ប្រាប់ប៉ុន្តែគាត់ថាអត់អីទេម៉ូតហ្នឹងក៏បានដែរគាត់អត់រើសច្រើនទេហើយគាត់នេះគឺខ្ញុំកាត់2ដងហើយកាត់ឲ្យគាត់2ដងហើយជាមួយនឹងការថតវីដេអូបងប្អូនគឺ2ដងហើយគាត់ចិត្តល្អដែរព្រមឲ្យថតវិរិសាតែគាត់ម៉ួយជាប់លាប់អីចឹងទៅយើងអត់សូវក្រែងចិត្តគាត់ទេហើយនេះចូលដល់ផ្នែកខាងក្រោយម្ដងបងប្អូនផ្នែកខាងក្រោយយើងធ្វើដូចគ្នាថយថ្មិញត្រង់ដឺរហូតយើងបបោះទៅរចំណុចខាងលើហើយបបោះឡើងទៅដល់កម្ពស់ដែលយើងស្រឡាញ់យើងគិតថាប៉ុណ្ណាស័ក្តិសមសម្រាប់ម៉ូតប៉ុណ្ណឹងគឺយើងបបោះឡើងមកហើយនៅក្នុងក្លុកដែលខ្មៅក្នុងចអូកនោះយើងលូកកែងត្រង់ដឺយើងបោះបើថាខាងឆ្វេងយើងលូកកែងខាងស្ដាំត្រង់ដឺបើថាក្លុកខាងស្ដាំយើងលូកកែងខាងឆ្វេងត្រង់ដឺវិញយើងលូកអញ្ចឹងទៅវាកោសទៅដល់ក្នុងចអូហើយបងប្អូនហើយសមោលនៅតាមជើងនេះក៏ដូចគ្នាបបោះវាឲ្យបានស្មើឲ្យវារៀងម៉ត់បន្តិចនេះដោយសារតែការតែងមុនហ្នឹងការតែងមុនហ្នឹងវាអត់ទាន់ស្អាតទេបងប្អូនដោយសារខ្ញុំត្រូវឈូសវាបន្ថែមទៀតអញ្ចឹងដល់អញ្ចឹងខ្ញុំធ្វើការតែងជាថ្មីម្ដងទៀតដោយសារតែមានកន្លែងខ្លះបន្ទាប់ពីខ្ញុំឆ្កឹះបន្ថែមទៅវាធ្វើឲ្យមានសល់អាស្នាមថ្មីទៀតណាបងប្អូនដល់អញ្ចឹងខ្ញុំក៏សម្រេចថាឆ្កឹះបុកវាបន្ថែមមកទៀតឲ្យវាលិចរាងកាន់តែស្អាតជាងនឹងទៀតកាត់សក់បងប្អូនមិនចាំបាច់បតន់ទេយើងកាត់មួយទៅសំខាន់ការព្រឹត្តព្រៀងឲ្យគេបងប្អូនយើងទឹកដៃយើងមិនច្រើនឆ្នាំបត់ពិសោធន៍មិនច្រើនតែយើងព្រឹត្តព្រៀងយូរទៅគឺស្អាតដូចតែគេដែរទេយើងកុំមើលងាយសមត្ថភាពខ្លួនឯងហើយនេះជាការសាប់ច្រោះនៅកន្លែងដែលមានសភាពខ្មៅដប់បងប្អូនមើលដកក្បាលឲ្យឆ្ងាយឬក៏ធ្វើភ្នែកប្រឹមបងប្អូននឹងឃើញសមោលខ្មៅដប់តិចអញ្ចឹងបងប្អូនប្រើកត្រៃសាប់ដើម្បីសាប់វាប្រសាបអាកន្លែងដែលមានចំណុចខ្មៅព្រាលហ្នឹងខ្មៅដប់ហ្នឹងឲ្យវារៀងសាបស្មើសាច់គ្នាជាមួយចំណុចផ្សេងទៀតដែលនៅកម្ពស់ដូចវាដែរណាបងប្អូនជាទូទៅគឺផ្នែកនេះផ្នែកខ្មៅក្រោយស្លឹកត្រចៀកនេះផ្នែកហ្នឹងគឺភាគច្រើនវាមានចង្អូក្លុកអញ្ចឹងសម្រាប់បងប្អូនដែលគាត់កាត់ហើយគាត់ឃើញខ្មៅដប់អញ្ចឹងបើសិនជាអាចបងប្អូនគួរតែប្រើកត្រៃសាប់យកមកសាប់វាតិចទៅដើម្បីឲ្យវាបាត់នៅអាសភាពខ្មៅក្រាស់ខ្មៅដប់ខ្លាំងហ្នឹងឲ្យវាមើលមកវាមានសម្បុរប្រហែលគ្នាជាមួយនឹងចំណុចផ្សេងទៀតអញ្ចឹងណាបងប្អូនឲ្យវាមើលមករៀងខ្មៅបដិញស្មើគ្នាជាមួយចំណុចផ្សេងកុំឲ្យចំណុចផ្សេងស្អាតហើយដល់ពេលអាកន្លែងហ្នឹងលេងខ្មៅល្ងឹតតែឯងដល់អញ្ចឹងវាអត់ចូលម៉ូតមួយគេបងប្អូននេះបន្តមកទៀតជើងសក់នេះជើងសក់ដែលខ្ញុំឈូសមិញគឺឈូសរួចហើយក៏ប៉ុន្តែវានៅវែងពេកអញ្ចឹងខ្ញុំក៏ប្រើ motor នេះដើម្បីឈូសឲ្យវាស្ដើងឲ្យវារៀងស្ដើងតិចទៅហើយសម្រាប់បងប្អូនណាក៏ដោយដែលគាត់ចង់ស្វែងយល់ពីការកាត់សក់អីបងប្អូនកុំមើលតែមនុស្សម្នាក់ដូចខ្ញុំអញ្ចឹងបងប្អូនកុំមើលតែខ្ញុំបងប្អូនដើរមើលគេគ្រប់គ្នារៀនសូត្រពីគេគ្រប់គ្នាប្រមូលចំណេះដឹងពីមនុស្សគ្រប់មនុស្សទាំងអស់រួចហើយយើងរៀនអនុវត្តតាមគេនោះយើងនឹងបានទទួលចំណេះដឹងថ្មីប្លែកពីមនុស្សច្រើនមកប្រមូលផ្ដុំនៅក្នុងខ្លួនយើងតែម្នាក់ហើយយើងក៏ត្រូវចេះថ្លឹងថ្លែងដែរនៅក្នុងពេលដែលយើងទទួលយកម៉ូតក្បាច់មួយយកមកប្រើការ
ដោយសារតែក្បាច់ខ្លះវាអត់មានប្រសិទ្ធភាពទេហើយវាស៊ីម៉ោងឬក៏វាងាយនឹងខូចខាតម៉ូដដែលយើងកាត់អញ្ចឹងម៉ូដក្បាច់បែបហ្នឹងយើងអត់គួរយកមកប្រើទេដូចជាក្បាច់កវីកត្រីកវីកវត្តចិត្តក្បាលគេពេកក៏វាធ្វើឲ្យភ្ញៀវមានអារម្មណ៍ថាអត់ទុកចិត្តអត់សនុកក្នុងចិត្តអញ្ចឹងណាបងប្អូនអ្នកខ្លះគេគិតថាយើងប្រមាថមើលងាយក្បាលគេទៀតក៏មានដែរអញ្ចឹងយើងកុំចាប់យកខ្លាំងពេកអាក្បាច់បែបហ្នឹងយើងផ្ដោតទៅលើគុណភាពនៃការកាត់ឲ្យបានច្រើនជាងការក្លែមក្បាច់ណាបងប្អូនការកវីកវត្តការបង្ហាញសូរអីសពគ្រប់ដូចអ្នកលេងសៀកនេះវាអត់បង្ហាញពីកម្រិតកាត់ស្អាតឬមិនស្អាតរបស់ជាងកាត់សក់ទេប៉ុន្តែវាគ្រាន់តែបង្ហាញពីការលេងសើចរបស់ភ្ញៀវពីការគេហៅថាបង្អួតពីភាពស្ទាត់ជំនាញនៃការកាន់ឧបករណ៍ប៉ុណ្្នឹងឯងអញ្ចឹងត្រឡប់មកវីដេអូរបស់យើងវិញយើងមើលទៅលើសក់ដែលយើងត្រូវកាត់យើងមើលទៅលើទី1សក់ហ្នឹងគឺវាបានកាត់កម្ពស់ស្មើគ្នាឬអត់ទី2សមោលសក់ដែលយើងកាត់ហ្នឹងវាចូលសាច់គ្នាអត់ឬក៏វាមានកន្លែងខ្មៅដប់កន្លែងក្រាស់កន្លែងស្ដើងអត់ចូលគ្នាទេអញ្ចឹងយើងមើលទៅយើងបដោតសម្រាប់ម៉ូដសក់មួយអត់ខុសគ្នាទេបងប្អូនវាមានស្រទាប់របស់វាមានជំហានរបស់វាអញ្ចឹងសម្រាប់ម៉ូដសក់វាផ្គុំបន្ទាត់ទី1គឺស្នាមឡាមខាងក្រោមគេគឺស្នាមឡាមបន្ទាប់មកជាន់ទី2គឺស្នាមឈូសហើយជាន់ទី3គឺខ្សែបន្ទាត់ដែលខ្ញុំហៅថាស៊ុំដែលខ្ញុំតែងតែបញ្យល់ឲ្យបងប្អូនរៀនតែងវាលេងហ្នឹងឲ្យវាចេញរាងកោងឬរាងជ្រុងណាអាហ្នឹងយើងហៅថាជាស៊ុំនៃសក់ក្បាលហើយបន្ទាប់មកទៀតគឺសក់ផ្នែកដែលវែងអាហ្នឹងគឺផ្នែកខាងលើអញ្ចឹងសក់វាមានតែ4ជាន់ហ្នឹងឯងបងប្អូននេះជាការកោសូមបងប្អូនមើលការកោយើងបដោតទៅលើកន្លែងដែលសៀតផ្កាយើងលៃយ៉ាងណាឲ្យវាចំពាក់កណ្ដាលរវាងថ្ងាសខាងលើនិងចុងអញ្ចើមគេបងប្អូនយកពាក់កណ្ដាលឬក៏40 60ខាងលើ60ទៅចុះមកខាងក្រោម40% អញ្ចឹងទៅណាបងប្អូនប៉ុន្តែនឹងខ្ញុំនិយាយពីថ្ងាសរបស់មនុស្សទូទៅអត់និយាយពីបងដែលគាត់ថ្ងាសឆក់ទេសម្រាប់ថ្ងាសឆក់គឺយើងកោធម្មតាទៅកុំដេញតាមយកពាក់កណ្ដាលអីហើយសម្រាប់ជើងលើស្លឹកត្រចៀកគឺដោយតែបងប្អូនធ្លាប់រៀនហើយគឺកោយករាងកោងហើយយើងមើលទៅលើអញ្ចាំងក្បាលរបស់គេបើសិនជាអញ្ចាំងក្បាលផ្នែកចំហៀងនឹងមានសភាពធំមានសភាពទលាយវែងបងប្អូនកោស្នាមឡាមនឹងឲ្យឆ្ងាយពីគល់ត្រចៀកឡើងទៅលើបន្តិចក៏បានដែរក៏ប៉ុន្តែបើសិនជាជើងសក់របស់គេឬក៏អញ្ចាំងក្បាលរបស់គេនឹងពីគល់ត្រចៀកខាងលើទៅរកក្បាលខាងលើគេវាមានសភាពខ្លីបងប្អូនកោឲ្យគៀកជាមួយត្រចៀកគេកុំកោឆ្ងាយពេកណាបងប្អូនចំណុចត្រង់នេះគឺយើងកោរហូតមកខាងក្រោមរៀងប្រឆិតបងប្អូនពេលដែលយើងកោបន្តនេះបងប្អូនកោមកខ្វោកហើយយើងដាក់ឡាមបន្តទៅទៀតប៉ុន្តែមិនមែនដាក់ដល់គល់ឡាមទេយើងដាក់ពាក់កណ្ដាលឡាមបន្តទៅចំពោះរោមកឯនេះបងប្អូនបាច់ចាំទុកទេយើងកោឲ្យស្លាស់ស្លែងឲ្យគេមកដោយសាររោមកអ្នកខ្លះច្រើនបើយើងស្អាតតែសក់ដល់ពេលកសិតតែរោមសម្មេមស្មាមអត់កោឲ្យគេដែរអញ្ចឹងវាកវេមកវាមពេញក្បាលនឹងឯងហើយនេះជើងសក់គាត់រៀងអូសបលាយវែងចុះក្រោមអញ្ចឹងខ្ញុំក៏បដិញឈូសវាឲ្យសបន្តិចទៅហើយបើវាមានបសល់ស្នាមបន្ទាត់បងប្អូនយកម៉ូទ័រទូចនេះយកមកកោសដើម្បីលុបស្នាមបន្ទាត់ហ្នឹងឲ្យវាចូលសាច់គ្នាកុំឲ្យវាលេចចេញស្នាមបន្ទាត់អញ្ចឹងវាអាក្រក់មើលបងប្អូន
ចឹងយើងប្រើកែងវាតិចមកយើងដើរឆ្កឹះយើងដើរឈូសចូលកន្លែងណាដែលយើងឃើញមានសភាពខ្មៅជារៀងបន្ទាត់ហ្នឹងយើងលុបវាចោលឲ្យអស់មកហើយខ្ញុំជឿជាក់ថាបងប្អូនដែលគាត់មើលការកាត់សក់របស់ខ្ញុំជាទូទៅមិនមែនជាបងមេជាងធំអីទេគាត់ភាគច្រើនសិតតែជាអ្នកដែលរៀនសូត្រកំពុងរៀនសូត្រពីជំនាញកាត់សក់ហ្នឹងអញ្ចឹងបងប្អូនមើលវីដេអូខ្ញុំព្យាយាមរកនឹកពាក្យណាដែលបញ្យល់បងប្អូនទៅអត់ឲ្យបងប្អូនច្បុកច្បល់អត់ឲ្យបងប្អូនស្ដាប់ទៅមានការភ័ន្តច្រឡំអីទេដោយសារតែគេហៅថាខ្ញុំធ្លាប់ឆ្លងកាត់ការរៀនសូត្រអញ្ចឹងខ្ញុំដឹងថាអ្នកដែលតែចាប់ផ្ដើមរៀនគាត់ជួបជាមួយនឹងអារម្មណ៍បែបណាអញ្ចឹងខ្ញុំព្យាយាមណាស់បងប្អូនព្យាយាមរកនឹកពាក្យណាដែលនិយាយទៅឲ្យបងប្អូនងាយចាប់បានចំណុចខាងក្រោយដូចគ្នាដែររោមកដែលអូសបន្លាយពេលដែលយើងកោរហើយពេលដែលយើងកោរហើយវាមានអាស្នាមអូសបន្លាយវែងមករកកញ្ចឹងកអញ្ចឹងយើងជាយាមលុបវាឲ្យធ្វើម៉េចឲ្យផ្ទៃនៅកខាងក្រោយហ្នឹងវារៀងខ្លីល្មមមកបានហើយបងប្អូនកុំឲ្យវាចេញអាស្នាមអូសបន្លាយឡើងដល់កញ្ចឹងកខាងក្រោមនោះវាមើលទៅវាដូចមិនមែនម៉ូតសក់វាទៅជាស្អីវិញហ្នឹងហើយឃើញកមនុស្សនៅឡើងវែងឡើងអឺតដល់អញ្ចឹងទៅវាអាក្រក់មើលវិញទេបងប្អូនឃើញខ្ញុំតែងលេងអីចេះតាមពិតមិនស្រួលទេនេះបងប្អូនម៉ូតយើងពេលដែលយើងកាត់ហើយគឺយើងបានប៉ុណ្ណេះនេះគឺម៉ូតធម្មតាសាមញ្ញទេហ្នឹងហើយម៉ូតសាមញ្ញធម្មតាទេមិនជាម៉ូតប្លែកអីទេប៉ុន្តែគឺវាសមរម្យដែរអរគុណច្រើនបងប្អូនដែលបានទស្សនាវីដេអូខ្ញុំសូមបងប្អូនជួយចុច Subscribe Channel ខ្ញុំម្នាក់មួយផងដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តនៅក្នុងការចែកម្លែកនៅបទពិសោធន៍នៃការកាត់សក់របស់ខ្ញុំជាបន្តទៀតអរគុណច្រើនបងប្អូន